គ្រូនេះគឺជាប្រព័ន្ធគ្រប់គ្រងវត្តមានតាមម៉ោងតាមថ្នាក់បាទហើយវត្តមាននេះគឺយើងអាចឲ្យគ្រូប្រធានថ្នាក់នេះមួយគាត់បញ្ចូលមកបាទអញ្ចឹងយើងមានការចូលប្រើដែលយើងទៅជាថ្នាក់ហើយក៏មានលេខសម្ងាត់ដែរដើម្បីអាចចូលទៅបញ្ចូលវត្តមានបាននោះបាទអញ្ចឹងឧទាហរណ៍យើងលើថ្នាក់ចឹងមកបាទបើចឹងមកបាទហើយវាយ password ចូលបាទអញ្ចឹងវានឹងចេញកន្លែងនេះសងវត្តមានមួយបាទនេះណានេះវាចេញមកទេបាទហើយចំពោះការចូលគ្រូបង្រៀននេះបាទអញ្ចឹងយើងបញ្ចូលដូចគ្នាបាទខ្ញុំឧទាហរណ៍ថាបាទឧទាហរណ៍បាទអញ្ចឹងឧទាហរណ៍ចឹងមកបាទភេទស្រីចឹងមកបាទគាត់រៀនវិទ្យាគេមកថាប្រវត្តិវិទ្យាអញ្ចឹងយើងចូលវត្តវិទ្យាមកបាទលេខទូរស័ព្ទរបស់គាត់មកបាទឧទាហរណ៍ថា092ចឹងទៅបាទហើយយើងជិះពាក្យរក្សាទុកបាទចំពោះអត្តលេខគឺវានឹងចេញមកដោយសារបាទនេះលេខរបស់គាត់បាទអញ្ចឹងវានឹងចេញមកតារាងនេះនេះយើងបញ្ចូលមកហ្នឹងបាទបន្តទៅវិធីការបញ្ចូលវត្តមាននេះគឺសម្រាប់សិស្សបាទគាត់ជួយតាមមកបានទី1គាត់ចេះរើសឈ្មោះគ្រូមកបាទឧទាហរណ៍មិញព្រោះសាតារាមនៅអញ្ចឹងវានឹងចេញមកពេលដែលយើង lock ចូលទៅថ្នាក់ទីប្រមាណគឺវានឹងចេញឲ្យគាត់ប្រធានថ្នាក់ហ្នឹងហើយ7មកយើង lock ចូល7អញ្ចឹងវាចឹងយើងគាត់រើសឈ្មោះទេវានឹងលុបដោយសារគាត់ទាំងអស់បាទអញ្ចឹងគាត់ស្ថានភាពនេះគេដាក់មកអូម៉ាថាគាត់មិនគាត់យឺតឬក៏សុំច្បាប់ឬក៏អត់ច្បាប់អញ្ចឹងទៅបាទអញ្ចឹងបើសិនអូម៉ាថាគាត់សុំច្បាប់យើងថាសុំច្បាប់អញ្ចឹងមកបាទអញ្ចឹងថ្ងៃហ្នឹងអូម៉ាថ្ងៃទី20អញ្ចឹងយើងជិះពាក្យរក្សាទុកមកបាទអញ្ចឹងចំពោះលោកគ្រូនាយកឬក៏អ្នកកាន់ខាងវត្តមានហ្នឹងគាត់ចង់មើលរបាយការណ៍ភ្លាមៗនេះអាចមើលផ្ទាំងនេះមកគឺវានឹងលោតមកបាទអញ្ចឹងសិស្សចំនួនគ្រូសរុបប្រមាណបាទស្រីប្រមាណបាទនេះលោតមកណាហើយយឺតថ្ងៃនេះប្រមាណអ្នកសុទ្ធបាទប្រមាណអ្នកអត់បាទអ្នកហើយខាងក្រោមគឺវានឹងបង្ហាញឈ្មោះបាទអញ្ចឹងយើងបញ្ចូលមិញណានេះសាមតារានេះក៏ប្រិវត្តវិទ្យាថ្នាក់ទី7ម៉ោង7:08បាទហើយគាត់សុំច្បាប់ណាបាទនេះអញ្ចឹងវានឹងលោតព្រាមមកបាទហើយបន្ទាប់មកគឺយើងអាចធ្វើរបាយការណ៍បានបាទយើងអាចព្រីនរបាយការណ៍បានបាទរបាយការណ៍យើងមាន2ទី1គឺរបាយការណ៍រួមបាទនេះគឺជារបាយការណ៍រួមបាទនេះអានេះរបាយការណ៍រួមមកបានថាយើងក្នុងខែអញ្ចឹងយើងយកចាប់ពីខែទីថ្ងៃទី1ខែហ្នឹងមករហូតដល់ថ្ងៃទីមកថ្ងៃទី31ខែវិសុភាបាទអញ្ចឹងយើងជួយបន្តបង្កើតរបាយការណ៍នេះមកបាទសូមរងចាំផ្លែរសាវានេះបាទអញ្ចឹងនេះយើងបាននេះគឺជារបាយការណ៍រួមមួយបាទអញ្ចឹងមានឈ្មោះគ្រូមានឈ្មោះអញ្ចឹងមកបាទហើយគាត់យឺតប្រមាណសូមបើប្រមាណដកបើម្ដងក៏សរុបហើយខាងក្រោមគឺយើងសរុបរួមក្នុងមួយខែហ្នឹងតែយឺតប្រមាណសូមបើប្រមាណហើយនឹងប្រមាណនេះបាទហើយមួយទៀតយើងក៏អាចព្រីនជាបុគ្គលម្នាក់បាទអញ្ចឹងរបាយការណ៍ម្នាក់អូម៉ាថារបាយការណ៍សម្រាប់បាទមួយខ្ញុំនេះអូម៉ាអញ្ចឹងទៅអញ្ចឹងយើងយកពីថ្ងៃទី1នេះមកដល់ថ្ងៃទី27ឬក៏ថ្ងៃទី30អញ្ចឹងតើមានយឺតប៉ុន្មានដងវត្តមានប៉ុន្មានច្បាប់ប៉ុន្មានដងបាទអញ្ចឹងយើងបង្កើតរបាយការណ៍នេះមកបាទអញ្ចឹងវានឹងចេញរបាយការណ៍នេះមកបាទនេះបាទអញ្ចឹងខ្ញុំនេះបាទលេខពេកព័ត៌មានខ្ញុំជាអញ្ចឹងចាប់ពីថ្ងៃទី1ដល់ថ្ងៃ31នេះអញ្ចឹងនេះជាវត្តមានបាទអញ្ចឹងថ្នាក់ 7A នេះម៉ោង7:08គឺខ្ញុំយឺតបាទហើយថ្ងៃទី20ដែរហ្នឹងម៉ោង 7B ម៉ោង 8:09គឺសុំច្បាប់អញ្ចឹងសរុបបាទយឺត1សម្រាប់1អញ្ចឹងសរុបទាំងអស់គឺ2បាទអញ្ចឹងប្រព័ន្ធនេះវាងាយស្រួលអញ្ចឹងសម្រាប់គណៈគ្រប់គ្រងដែលគាត់អាចគ្រប់គ្រងវត្តមានរបស់បានបាទតាមម៉ោងតាមអីអញ្ចឹងគឺមិនហាត់ហត់ទៅបាក់ទៅស្រង់ដៃទេបាទហើយយើងចង់ចូលនេះទៀតសម្រាប់សិស្សដែលគាត់ចូលទៅគាត់ឲ្យយើងអាចឲ្យលេខពាក្យសម្ងាត់ទៅសិស្សបាទទៅថ្នាក់មួយដើម្បីគាត់ស្រង់បាទប្រព័ន្ធនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលាបាទ